ហើយនេះគឺជាកិច្ចព្រមព្រៀងលែងលះបានថាការព្រមព្រៀងលែងលះហ្នឹងគឺមិនមែនកាត់ចេញពីរឿងបណ្ដឹងទេអញ្ចឹងគេហៅថារដ្ឋប្រវេណីមិនមែនបណ្ដឹងព្រោះអីកិច្ចព្រមព្រៀងលែងលះរវាងអ្នកដាក់ពាក្យសុំឈ្មោះនងឆវិវ៉ាន់ហើយនឹងភាគីខគឺឈ្មោះរស់លីនដាហើយនេះគឺស្នាមមេដៃនងឆវិវ៉ាន់ហើយនេះគឺស្នាមមេដៃរស់លីនដាហើយប្រព្រឹត្តទៅនៅថ្ងៃទី20ខែកញ្ញាឆ្នាំ2021ហើយបន្ទាប់មកដល់ថ្ងៃទី12ខែកក្កដា2022អានឹងចេញពីការសម្រេចរបស់សាលាដំបងប៉ុន្តែខ្ញុំអត់បានទៅទទួលយកទេតែសារខ្ញុំមិនឯកភាពអញ្ចឹងខ្ញុំអត់បានទទួលយកទេរហូតខ្ញុំដាក់ពាក្យបណ្ដឹងតទៅដល់សាលាឧទ្ធរអញ្ចឹងបានដល់សាលាឧទ្ធរចាប់សពគ្រប់ហើយបានចូលចេញជាដោយការសម្រេចថ្ងៃទី28ខែកក្កដាឆ្នាំ2023ហើយចូលជាស្ថាពរថ្ងៃទី12ខែកក្កដាហើយចំណែករូបមួយទៀតនេះដែលមេធាវីហើយនឹងខ្ញុំហ្នឹងគឺគាត់បានធ្វើខុសតាមគោលការណ៍3ចំណុចទី1គឺលួងលោមឲ្យខ្ញុំព្រមទទួលកូនធ្វើជាអាណាព្យាបាលទៅលើកូនឈ្មោះនងឆប៉ុនមង្គលរតវិញដោយខ្ញុំដឹងថាខ្ញុំគឺអត់មានលទ្ធភាពចិញ្ចឹមកូនបើថាខ្ញុំគ្មានប្រាក់ចំណូលច្បាស់លាស់ដោយតុលាការនិយាយពិតមែនហើយមួយទៀតខ្ញុំមានជំងឺផ្លូវចិត្តទី2ខ្ញុំធ្លាប់សម្រាប់កូនទី1ដោយសារជំងឺដូច្នេះហើយខ្ញុំក៏បានផ្អាកទាមទារសិទ្ធិបានថាដកពាក្យចេញវិញមិនថាដកពាក្យចេញវិញថ្ងៃទី26ខែធ្នូឆ្នាំ2022ប៉ុន្តែកន្លែងនេះគឺជាស្នាមមេដៃដែលមេធាវីស្វាយលីដាគាត់ធ្វើលិខិតបន្លំស្នាមមេដៃរបស់ខ្ញុំនេះស្នាមមេដៃគាត់បន្លំណាហើយនេះស្នាមមេដៃរបស់ខ្ញុំអញ្ចឹងពីរហ្នឹងគឺខុសគ្នាមកដល់កន្លែងនេះក៏ស្នាមមេដៃរបស់ខ្ញុំដែរហើយចំណែកនេះក៏ស្នាមមេដៃរបស់ខ្ញុំដែរហើយបើសិនជារឿងហ្នឹងបើសិនតែខ្ញុំមានលុយចឹងគេថាច្បាប់មានលុយតោះស្រែកច្បាប់ណាធ្វើរកម្ចាស់ស្នាមមេដៃនៅឃើញទៀតនេះហេតុអីបានប្រឡំស្នាមមេដៃខ្ញុំចូលទៅដល់តុលាការកពូបានអញ្ចឹងរាល់លិខិតស្នាមដែលមេធាវីស្វាយលីដាចូលតុលាការកពូគឺមិនយកជាផ្លូវច្បាប់ទេបានថាគាត់បានខុសពីគោលការណ៍តាំងពីដំបូងហើយទៅរួចទៅហើយលិខិតប្រកាសសិទ្ធិតំណាងដល់អាណត្តិក្រុមមេធាវីនីតិរដ្ឋចូលទៅការពារកូនក្តីនៅសង្កាត់ជ្រោយចង្វានីតិវិធីនៅតុលាការកពូចំណែកស្នាមមេដៃនេះគឺខ្លាញ់បន្លំអញ្ចឹងមេធាវីស្វាយលីដានិងមេធាវីលីស្រីពេជ្រគាត់ទៅដឹងថាម្ចាស់ស្នាមមេដៃមួយនេះជារបស់អ្នកណាចំពោះនឹងខ្ញុំគឺខ្ញុំអត់ដឹងទេអញ្ចឹងលិខិតរបស់ខ្ញុំគឺមានបិទសពគ្រប់អស់ហើយកិច្ចព្រមព្រៀងលែងលះក៏មានសពគ្រប់ផងដែរហើយចូលមកដល់ក្នុងនេះវិញគឺតាំងពីថ្ងៃកូនរបស់ខ្ញុំស្លាប់នេះភាសាបាលីខ្មែរយើងគឺមានភាសាបាលីអ្វីសំខាន់បំផុតគឺអារម្មណ៍ខ្លាចតែភាសាបាលីយើងចង់និយាយថាអ្នករៀនមានបានតែខាងសាសនាទេកុមារាឈ្មោះរੂឧត្តមសេរីបញ្ញាដោយសារតែការលែងលះហ្នឹងខ្ញុំយកតកោខាងខ្ញុំហើយឪពុករបស់គាត់ធ្វើជាគ្រូបរៀនបានទទួលមរណភាពនៅថ្ងៃទីសៅរ៍ខែមិគសិឆ្នាំរោងពុទ្ធសករាជ2556ត្រូវនឹងថ្ងៃទី15ខែធ្នូគ្រិស្តសករាជ2012វេលាម៉ោង3រសៀលក្នុងជនអាយុ7ឆ្នាំដោយរោគាជនពោះកូនម៉ាក់កាត់ជាតិណាមានអាយុវែងមានចំណេះជាល្អមានការងារពិតប្រាកដ
អ្វីដែលសំខាន់គឺសូមឲ្យកូនមានឪពុកមានម្ដាយកុំឲ្យកូនសួរម៉ាក់ទៀតថាម៉ាក់កូនមានប៉ាអត់ប៉ាបញ្ញាឡាញ់បញ្ញាអត់ម៉ាក់ឆ្លាតចេញម៉ាក់យំកូនយកដៃជិះទឹកផ្ដេកម៉ាក់កូនជាមនុស្សឆ្លាតហើយកូនប្រាប់ម៉ាក់វិញថាម៉ាក់កុំយំប៉ាកញ្ញាស្លាប់បាត់ហើយយើងមានតែ2នាក់ឯងម៉ាក់កុំយំអរគុណដែលកូនមិនដែលធ្វើឲ្យម៉ាក់បាក់ចិត្តកូនដែលធ្វើឲ្យម៉ាក់សើចចំណេញម៉ាក់ស្រឡាញ់កូនរហូត